សៀមគឺជាចៅប្រវត្តិសាស្ត្រសៀមត្រូវបានផ្លន់ទឹកដីរបស់កម្ពុជាយើងតាំងពីសតវត្សទី13រហូតដល់ពេលបច្ចុប្បន្ននេះអញ្ចឹងទេទៅថ្ងៃអនាគតសៀមនឹងមិនបញ្ឈប់នៅរាល់ការឈ្លានពានទឹកដីរបស់យើងទេហេតុនេះហើយគឺថាសូមបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសមេត្តាត្រៀមចិត្តត្រៀមកាយត្រៀមកម្លាំងធ្វើយ៉ាងណាគឺប្រឆាំងតទល់ជាមួយនឹងសៀមកំពុងឈ្លានពានទឹកដីរបស់យើងបាទក្នុងឱកាសពេលដែលលោកគ្រូមកទស្សនានៅផ្ទាំងគំនូរនេះតើលោកគ្រូមានអារម្មណ៍បែបណាសម្រាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ខ្ញុំក្តុកក្តួលខ្ញុំជឿចាប់បាទគំនូរទាំងអស់នេះគឺបានចាក់ដោតបេះដូងរបស់ខ្ញុំខ្លាំងមែនតើធ្វើឲ្យយើងនឹងសឹងស្រក់ទឹកភ្នែកបើនិយាយពីទឹកភ្នែកនេះស្រក់ហើយយំហើយបាទទាំងអស់នេះគឺខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាថាគំនូរទាំងអស់នេះគឺមានអត្ថន័យខ្ពស់ណាស់ដែលសបញ្ជាក់ឲ្យឃើញថាពួកយើងកំពុងតែរងគ្រោះពីការឈ្លានពានរបស់ទាហានសៀមដែលកំពុងតែទម្លាក់គ្រាប់រាល់ថ្ងៃមិនសាកសានទេសូមជូនវីដេអូមួយនេះឲ្យបងប្អូនចែករំលែកឲ្យបានច្រើនពីព្រោះអីវីដេអូនេះគឺមានសារៈសំខាន់ណាស់ជូនទៅសហគមន៍បរទេសឲ្យគេបានដឹងថាសៀមកំពុងតែដន្ទ្រានទឹកដីយើងខ្លាំងណាស់បាទសម្រាប់ប្រជាជនស្លូតត្រង់ដោយអត់ដឹងអីរត់ចេញពីផ្ទះរត់ចេញពីសាលារៀននេះហើយគឺជាអ្វីដែលខ្ញុំនិយាយទៅកាន់បងប្អូនជាសារមួយយ៉ាងសំខាន់បងប្អូនកុំទម្លាយដៃចែកម្លែកទាំងអស់គ្នាដើម្បីវីដេអូនេះបញ្ជូនទៅសហគមន៍បរទេសឲ្យគេបានដឹងឮទាំងអស់គ្នាចំពោះការឈ្លានពានរបស់ថៃខ្ញុំយល់ឃើញថាវាពិតជាសាហាវខុសខើដោយតែថ្ងៃនេះខ្ញុំត្រឹមតែជាពលរដ្ឋម្នាក់ហើយនឹងមានមុខរបរជាអ្នកតាក់ស៊ីប៉ុន្តែថ្ងៃនេះដោយសារថាបងខេមរៈបណ្ណាគាត់ពឹងពាក់ខ្ញុំមកជូនគាត់មកដល់ទីតាំងតាមវត្តអារាមមានដូចជាវត្តនគរភេនៅឃើញថាប្រជាពលរដ្ឋយើងគេចខ្លួនពីសង្គ្រាមពីការទម្លាក់គ្រាប់បែកឈ្លានពានរបស់ថៃហ្នឹងមើលទៅវាហាក់បីដូចជាវេទនាខ្លោចសារក្នុងចិត្តណាអញ្ចឹងហើយដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាជួយ share ចែករំលែកវីដេអូនេះឲ្យបានទៅដល់ពិភពលោកបានដឹងដើម្បីពួកគាត់ជួយនឹងឲ្យដាក់គំនាបទៅលើប្រទេសសៀមអញ្ចឹងបងប្អូនជំនុំចិត្តបានស្ដាប់ហើយបាទនេះគឺជាមតិរបស់លោកគ្រូខេមរៈបណ្ណាជាមួយនឹងបងប្អូនប្រុសដែលបានចូលរួមចំណែកធ្វើដំណើរពីភ្នំពេញបាទកាត់ស្កាត់ចូលមកដល់ក្រុងសៀមរាបហើយក៏បានធ្វើដំណើរចែកទៅចែកអំណោយបាទជូនទៅដល់បងប្អូនប្រជាពលរដ្ឋយើងនៅភៀសសិតនៅវត្តត្រាំនៀកក៏ដូចជាវត្តនគរភៀសដែលស្ថិតនៅឯស្រុកអង្គរជុំតាមរយៈខ្ញុំបាទនេះអញ្ចឹងមានន័យថាឃើញថាទុកវេទនារបស់កម្ពុជារបស់យើងកំពុងតែរងទុកដែរដែលធ្វើឲ្យគាត់ទាំងទ្វេបាទក៏ដូចជាសហការីបាទបានរួមដំណើរទាំងអស់គ្នាគឺបានចូលមកឃើញផ្ទាល់ហើយថាយើងកំពុងតែវេទនាណាស់អញ្ចឹងទេភាពវេទនារបស់យើងនេះគឺជាភាពវេទនារបស់យើងគ្រប់គ្នាទាំងអស់មិនមានអ្នកណាមួយដែលថាវេទនាហើយអ្នកខ្លះនឹងសុខសប្បាយទេដូច្នេះយើងទាំងអស់គ្នាគឺត្រូវតែក្រោកព្រមគ្នាឡើងគឺធ្វើយ៉ាងណាគឺការពារដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងដើម្បីកុំឲ្យសៀមចូលមកឈ្លានពានយាយីប៉ុនប៉ងជាបន្តទៀតក្រោមការដឹកនាំបាទដល់ឆ្លៀសវៃរបស់សម្ដេចដេជោហ៊ុនសែនក៏ដូចជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតផងដែរខ្ញុំបានមានសម្ភារៈមួយចំនួនដែលយើងនឹងបញ្ជូនទៅខាងព្រះកងទ័ពរបស់យើងខ្ញុំចាប់ដើមពី7អាយគោមមុនបាទអាយគោមយើងមានចំនួន3គ្រាប់បាទហើយបងមើលអាយគោមលើកអាយគោមបាទមើលបាទដកតែមួយឯងបងមួយយកទាំងអស់ហ្មងបាទយើងចំនួន3គ្រាប់បាទបញ្ជូនទៅខាងព្រះកងទ័ពរបស់យើងបាទដើម្បីឲ្យក្នុងការទំនាក់ទំនងបាទគ្នាទៅវិញទៅមកហ្នឹងហើយពេលបច្ចុប្បន្ននេះគឺដោយសារតែចៅឈ្លានពានគាត់បានកំតិចប្រគល់ភ្លឺយើងហើយនឹងអង្គតែនទៅគឺយើងពិបាកក្នុងការទំនាក់ទំនងគ្នាអញ្ចឹងខ្ញុំក៏បានគៀកពីសប្បុរសជននានាហ្នឹងគឺបានចូលថវិកាតាមរយៈខ្ញុំក៏ចំណាយថវិកាបងប្អូនបាទជាមួយនឹងខ្ញុំផងដែរដើម្បីធ្វើម៉េចឲ្យបានអាយកូមចំនួន3ទៅកាន់ពួកគាត់ដើម្បីពួកគាត់ងាយស្រួលក្នុងការទំនាក់ទំនងគ្នាតាំងពីការដឹកស្បៀងតាំងពីការធ្វើសឹកសង្គ្រាមការពារប្រទេសជាតិរបស់យើងបានខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាពួកគាត់នៅជួរមុខគឺពួកគាត់លំបាកបងប្អូនណាអត់ពួកគាត់គឺពួកយើងនឹងជួបបញ្ហាបងប្អូនកុំបន្ធូរដៃបាទកុំបន្ធូរដៃឲ្យសោះក្នុងការជួយវិរៈកងទ័ពរបស់យើងជនភៀសសឹកក៏ដូចគ្នាផងដែរចឹងបងប្អូនចូលរួមជាមួយខ្ញុំចូលរួមតាមបងសមុទ្រឬក៏ប្រជាជនរបស់យើងឬក៏តាមតរិយតារាទាំងអស់បាទក្នុងការគៀកគ្នានៅក្នុងនាមយើងជាទ័ពស្បៀងហើយនៅក្នុងនាមខ្ញុំជាទ័ពនាំស្បៀងនេះក៏ទទូចសូមឲ្យបងប្អូនចូលរួមបន្តក្នុងការឧបត្ថម្ភនិងជួយបាទគ្រប់ទាំងអស់ទាំងស្បៀងទាំងថវិកាអ្វីក៏ខ្ញុំទទួលយកដែរដើម្បីបញ្ជូនមកដល់ជនភៀសសឹករបស់យើងឬក៏វិរៈកងទ័ពនៅជួរមុខបាទបងបាទអរគុណហើយក្រៅពីអាយកូម3គ្រឿងនេះគ្រូមានអ្វីទៀតដែរបាទ7បងមាន7ពីលោកគ្រូសន្ទុះហនុមានបាទដែលខ្ញុំបានទទួលពីអ្នកគ្រូបច្ចុប្បន្ននេះបាទអញ្ចឹងយើងមាននេះបាទចុចមកបង7វិរៈកងទ័ពរបស់យើងគឺត្រូវការជាចាំបាច់
បងណាបាទអញ្ចឹងយើងមាន7នេះ100គ្រាប់ពីសន្ទុះហនុមានដែលអ្នកគ្រូចរណៃបានបញ្ជូនមកបាទអញ្ចឹងយើងមើល7នេះគឺភ្លឺហើយគាត់ត្រូវការណាស់បងប្អូនបាទបញ្ជូនសារទៅមួយទៀតបងប្អូនបើអាចបងប្អូនជួយស្រោមជើងស្រោមដៃព្រោះពេលនេះគាត់ត្រជាក់ណាស់ហើយអាវល្ងាក៏យើងត្រូវការដែរបាទយើងមានឆៃពៅបាទឆៃពៅមានកាហ្វេសម្រាប់កងទ័ពរបស់យើងបាទនេះជាថាវិការសម្រាប់ជនដែលចូលរួមតាមខ្ញុំបាទហើយយើងមានគ្រាប់ជីបាទគ្រាប់ជីបាទគ្រាប់ជីនេះគឺយើងយកមក2គីឡូដែលអ្នកម្ដាយបកកើតខ្ញុំបានទិញ2គីឡូនេះបាទជាមួយនឹងខាងផ្ទះចាប់រួយសេលីនបាទគាត់រៀបចំចូលរួមរហូតមកហើយមានបរិយអូខេបាទហ្នឹងហើយអញ្ចឹងនៅក្នុងឱកាសនេះគឺលោកគ្រូបានយកពីភ្នំពេញបាទហើយយកមកជូនខ្ញុំផ្ទាល់ដល់ក្រុងសៀមរាបតែម្ដងបាទតាមរយៈសប្បុរសជនដែលលោកបានផ្ញើមកដល់ខ្ញុំនេះគឺខ្ញុំបានទទួលហើយបាទទាំងអៃកូមបាទទាំងពិលបាទក៏ដូចជាទាំងកាហ្វេទាំងបារីហើយក៏ដូចជាទាំងឆៃពៅបាទគឺសម្រាប់យកទៅផ្ញើជូនកងទ័ពអញ្ចឹងនៅក្នុងឱកាសនេះខ្ញុំបានក៏សូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅណាស់បាទចំពោះលោកគ្រូដែលខំចំណាយពេលវេលាបាទមធ្យោបាយក្នុងការដឹកជញ្ជូនគឺលោកប្អូនជាអ្នករ៉ាប់រងអញ្ចឹងទេមកនេះគឺមកទាំងកម្លាំងកាយចិត្តកម្លាំងកាយហើយកម្លាំងចិត្តផងហើយបើកឡានមួយថ្ងៃមួយយប់គឺអត់មានពេលសម្រាកទេដើម្បីយកនៅរបស់ទាំងអស់នេះជូនមកដល់ខ្ញុំហើយឲ្យខ្ញុំនេះគឺជូនទៅដល់កងទ័ពអញ្ចឹងទេនៅក្នុងឱកាសនេះខ្ញុំបាទសូមសម្ដែងនូវការអរគុណច្រើនចំពោះលោកប្អូនក៏ដូចជាលោកគ្រូហើយក៏សហការីរួមជាមួយនឹងសប្បុរសជនទាំងអស់ដែលបានចូលរួមនេះគឺសូមលោកបានទទួលនៅសេរីសុខស្តីជ័យមង្គលសូមឲ្យព្រះជាម្ចាស់ទេវតាអ្នកថែរក្សាគុំគ្រងបីបាច់ការពារទឹកដីមហានគរគឺជួយបីបាច់ថែរក្សាបងប្អូនទាំងអស់